សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលស្រឡាញ់ចូលចិត្តការចិញ្ចឹមត្រីក្រឹមក៏ដូចជាត្រីលំអផ្សេងបាទវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើការបង្ហាញបងប្អូនតាក់ទងជាមួយនឹងប្រភេទត្រីបាទអេសានទង់ដែងដែលទៅតែឡើងកែវថ្មីអញ្ចឹងប្រភេទអេសានទង់ដែងដែលទៅតែឡើងកែវថ្មីនេះបងប្អូនអាចនឹងចាប់អារម្មណ៍ទៅលើពណ៌របស់វាបាទបងប្អូនអាចឃើញហើយបាទវាស្លេកបាទនេះស្លេកអានេះក៏ស្លេកដែរអញ្ចឹងមូលហេតុនៃការស្លេកគឺយើងបាទធ្វើការផ្លាស់ប្ដូរទីកន្លែងវាអញ្ចឹងធ្វើឲ្យត្រីនឹងវាភ័យវាស្លេកឯងបងប្អូនតែបើសិនជានៅក្នុងសបុករបស់វាផ្ទាល់បាទត្រីទាំងអស់ហ្នឹងគឺពណ៌វាដិតស្អាតដែរបាទទង់ដែងដិតស្អាតដែរបាទតែនៅពេលដែលយើងដូរកន្លែងបាទយើងដងចេញពីសបុកមកដាក់ក្នុងកែវក្នុងអីចឹងទៅបាទវាស្លេកដូចត្រីក្រឹមព្រៃបឹងអញ្ចឹងបងប្អូនពេលដែលយើងបាទចិញ្ចត់វាបាទពេលដែលយើងចិញ្ចត់វាចេញពីទឹកភ្លាមបងប្អូនមើលបាទគឺឡើងខ្មៅបាទឡើងខ្មៅក្រឹបមានផ្លេកបាទកតុយក្រហមចាំងអីចឹងណាតែនៅពេលដែលយើងទុកក្នុងកដុងតាមមកសន្ទុះវាឡើងស្លេកសបាទស្លេកសស្គូហ្នឹងអញ្ចឹងប្រភេទអេសានទង់ដែងក៏វាដូចជាទៅនឹងប្រភេទត្រីផ្សេងទៀតពេលយើងដូរកន្លែងវាស្លេកហើយតែនៅពេលដែលយើងដាក់វាមកកន្លែងអញ្ចឹងបាទវានឹងឡើងពណ៌ត្រឡប់មកវិញហើយនេះអេសានទង់ដែងដែលខ្ញុំធ្វើការដងចេញមកតែអេសានទង់ដែងនេះបាទរូបរាងវាអត់ស្អាតទេបងប្អូនដោយបងប្អូនបានឃើញស្រាប់ហើយវាកញ្ឆោតព្រុយក្រោមមានកញ្ឆោតកតុយបន្តិចចឹងទៅហើយមូលហេតុនៃការកញ្ឆោតនេះដោយសារវាបាទវាខំគ្នាក្នុងសបុកបងប្អូនកាលណាធំអញ្ចឹងយើងអត់បានដងវាចេញវាខំគ្នាក្នុងសបុកគឺវាខូចបាទខូចរូបរាងស្អាតរបស់វាបាទនេះវាសិតតែកញ្ឆោតនេះដល់នេះអញ្ចឹងណាបាទនេះតែកញ្ឆោតម្ដុំអញ្ចឹងតែសួរថាប្រភេទត្រីដែលនេះវាកញ្ឆោតអញ្ចឹងថាតើយើងយកវាទៅធ្វើអ្វីបាទចំពោះបងប្អូនដែលចង់បានយកទៅប្រកាត់ណាបងប្អូនប្រភេទកញ្ឆោតនេះគឺចំណេញហេតុអីបានចំណេញបងប្អូនដោយសារកញ្ឆោតអញ្ចឹងវាធូរថ្លៃបាទធូរថ្លៃតែនៅពេលដែលបងប្អូនយកទៅប្រកាត់ពូជនិយាយទៅវាបានកូនមកអាហ្នឹងវាដូចតែគេដូចតែឯងធម្មតាដដែលទេបាទដូចតែគេដូចតែឯងដដែលទេបាទកាលពីមុនខ្ញុំក៏អញ្ចឹងដែរបងប្អូនបាទពីមុនគឺខ្ញុំរកអាកញ្ឆោតអញ្ចឹងយកមកប្រកាត់អាហ្នឹងវាធូរថ្លៃអញ្ចឹងយើងយកមកប្រកាត់ទៅដល់ពេលយើងបានកូនសបុកមកវិញអាហ្នឹងវាស្អាតបាទធម្មតាទេបាទវាអត់មានបញ្ហាអីទេបាទបងប្អូននេះអេសានស្លឹកពោបាទនេះត្រីចាស់ទេបងប្អូនអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាបងប្អូនធ្វើការដាក់ទឹកដើម្បីឲ្យត្រីនៅក្នុងកែវដូចខ្ញុំនេះបងប្អូនត្រូវបាទប្រើប្រាស់ប្រភេទទឹកចាស់បាទទឹកភ្លៀងប្រភេទទឹកចាស់ទឹកស្អាតយើងបើកទុកបាទ2ថ្ងៃអីឡើងទៅចាំប្រើអាហ្នឹងគឺប្រភេទទឹកចាស់ដូចគ្នាហើយយើងក្នុងកែវចេះយើងដាក់អំបិលគ្រួសបងប្អូនបាទយើងដាក់អំបិលគ្រួស4-10គ្រាប់ទៅមានស្លឹកឆាត់ម្ដុំទៅបើបងប្អូនមានដើមឫស្សីនេះបងប្អូនដាក់ទៅបាទដើមឫស្សីមួយដើមទៅគឺវាដុះឫសស្អាតបងប្អូនទាំងអស់គ្នាចំពោះបងប្អូនដែលចង់តាក់ទងមកខ្ញុំកុំភ្លេចបាទធ្វើការឆាតចូល Telegram ដោយ Telegram នោះគឺមានលេខបាទ Telegram មានលេខ097 6 ដើម 8218 បាទ097 6 ដើម 8218 ឬក៏បងប្អូនអាចធ្វើការឆាតបាទបងប្អូនអាចធ្វើការឆាតចូល Facebook ដោយ Facebook មានឈ្មោះថាបាទវិចិត្រ Victory ជាអក្សរអង់គ្លេសណាបាទវិចិត្រ Victory ជាអក្សរអង់គ្លេសបងប្អូនក៏អាចធ្វើការឆាតចូល Page ដោយ Page មានឈ្មោះថាបាទចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរបងប្អូនក៏អាចធ្វើការឆាតបាទចូល Page មួយទៀតមានឈ្មោះថា Paradise on Earth បាទជាភាសាអង់គ្លេសចឹងវីដេអូនេះខ្ញុំធ្វើការបង្ហាញបងប្អូនតាក់ទងជាមួយនឹងអេសានទង់ដែងដែលទៅតែដងចេញមកពីសបុក
បាទchẳngបងប្អូនត្រូវការអាចធ្វើការឆានមកបានហើយត្រីដែលបងប្អូនកំពុងតែឃើញនេះគឺជាប្រភេទបាទមហាឆៃកាត់អេលៀនបាទមួយនេះគឺរស់ល្អណាស់បងប្អូនបាទអញ្ចឹងដាក់ឈើខ្មៅបាទគឺវារស់ល្អបែបនេះបងប្អូននេះយើងដាក់អួតទេណាបាទនេះគឺពណ៌បៃតងបងប្អូនដែលស្រឡាញ់ពណ៌បៃតងគឺអាចធ្វើការតាក់ទងមកបានហើយពួកនេះបាទសេរីធូទេបងប្អូនមិនទៅណាទេបាទធូទេបាទនេះពណ៌រៀងប្រាក់បងប្អូននេះពណ៌រៀងប្រាក់នេះពណ៌រៀងប្រាក់នេះបាទនេះពណ៌ទឹកប៊ិចនេះបងប្អូននេះពណ៌ទឹកប៊ិចបាទនេះពណ៌ទឹកប៊ិចដាច់ស្អាតណាបងប្អូនគាត់ថាឃើញក្នុងវីដេអូប្រហែលជាអាចឃើញរៀងក្រហមតែជាក់ស្ដែងនៅខាងក្រៅពណ៌វាទឹកប៊ិចស្អាតពណ៌ទឹកប៊ិចដាច់ស្អាតបាទនេះពណ៌បៃតងបាទមួយនេះវាកញ្ឆលបាទវាកញ្ឆលបាទរោឈើបាទអញ្ចឹងអ្នកទាំងអស់គ្នាបាទវីដេអូនេះគឺមានប៉ុណ្ណឹងទេអរគុណច្រើនជួបខ្ញុំវីដេអូបន្តនៅពេលក្រោយទៀត